ជម្រាបសួរបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពថ្វាយបង្គំព្រះធេរាធិរៈគ្រប់ព្រះអង្គថ្ងៃនេះខ្ញុំកវណ្ណរនធ្វើ live មួយដើម្បីបញ្ជាក់រឿងរ៉ាវទាំងឡាយអ្នកដែលបង្កកើតនៅវិបត្តិផ្សេងៗដែលយើងមិនគួរនឹងត្រូវមានអញ្ចឹងខ្ញុំនឹងសូមនិយាយជាអង់គ្លេសផងហើយខ្ញុំនឹងនិយាយជាភាសាខ្មែរផងដើម្បីបកស្រាយហើយខ្ញុំនឹងបកស្រាយជាភាសាខ្មែរនៅចុងបញ្ចប់នឹងដើម្បីលម្អិតឲ្យបងប្អូនទាំងគ្នាបានយល់ឲ្យបានច្រើនបានចឹងមុននឹងខ្ញុំធ្វើ live នេះខ្ញុំសូមចូលរួមមរណទុក្ខដល់វីរៈកងទ័ពទាំងអស់ដែលបានបូជាពលីជីវិតដើម្បីជាតិមាតុភូមិនិងអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់ដែលបានជួយគ្រប់គ្រងនិងឧបត្ថម្ភនៅគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋយើងដែលត្រូវគេបណ្ដឹងចេញជាពិសេសគឺប្រជាភាសកនិងបងប្អូនខ្មែរយើងចំនួនរាប់លានអ្នកដែលចេញពីប្រទេសថៃដែលថៃត្រូវបណ្ដឹងចេញមកនឹងគឺថាសូមចូលរួមនឹងការកើតទុក្ខហើយនឹងមរណទុក្ខដល់វីរភាពដែលបានបូជាជីវិតដើម្បីយើងទាំងអស់គ្នាមានការយល់ពីជំរឿននឹងឆ្លងកាត់នៅវិបត្តិនយោបាយរបស់ប្រទេសខ្មែរដែលមិនសមនឹងកើតមានឡើងវាទៅជាកើតមានឡើងដូច្នេះខ្ញុំនឹងសូមលោកស្រីមេត្តាស្ដាប់អញ្ចឹងខ្ញុំសូមនិយាយជាភាសាអង់គ្លេសខ្លះហើយខ្ញុំនឹងនិយាយបកប្រែជាភាសាខ្មែរខ្លះបាទ My dear Cambodian brothers and sisters, today our country just stand at crossroad មានន័យថាជំរាបសួរអស់លោកស្រីទាំងអស់គ្នាថ្ងៃនេះគឺយើងនៅកំពុងតែឈរនៅចំផ្លូវបំបែកមួយដែលយើងត្រូវដោះស្រាយ There are two ways to resolve Cambodians long and painful crisis គេថាយើងមានវិធីសាស្ត្រពីរដែលកំពុងតែចោទដាក់គ្នាទៅវិញទៅមកតើយើងត្រូវដោះស្រាយយ៉ាងម៉េចវិធីសាស្ត្រដែលយើងត្រូវដោះស្រាយទី1ក៏ព្រោះតែមានវិបត្តិចេញមកមានទោះតែគ្នាដោយសារតែលោករាំងស៊ីខ្ញុំនិយាយឲ្យចំតែម្ដងគឺលោករាំងស៊ីមានបំណងចង់មកស្រុកខ្មែរខ្ញុំថានេះមានន័យថាគាត់អញ្ជើញទៅវាទៅជាវិបត្តិមួយបង្កើតវិបត្តិមួយកាត់ទៅខ្លាំងដូច្នេះខ្ញុំថាវិធីសាស្ត្រដោយសារតែមានបញ្ហាកើតឡើងហើយបានយើងត្រូវដោះស្រាយយ៉ាងម៉េចដោះស្រាយគឺមានន័យថាយើងត្រូវរួបរวมគ្នាឯកភាពគ្នាដើម្បីសន្តិភាពអញ្ចឹងមានន័យថា first way is unity and peace this path calls on all Cambodians regardless of political affiliation to come together as one nation មានន័យថាខ្មែរយើងត្រូវតែប្រកាន់ខ្ជាប់នឹងការរួបរวมដើម្បីឯកភាពគ្នាស្វែងរកដំណោះស្រាយគឺសន្តិភាពនេះឯងព្រោះបច្ចុប្បន្នខ្មែរត្រូវបានពិភពលោកមកចូលរួមគ្រប់គ្រងដោយសារតែការឈឺចាប់នឹងការឈ្លានពានរបស់ថៃនេះហើយបានជំរុញឲ្យពិភពលោកធ្វើឲ្យមានការយកពេលវេលាដ៏មានតម្លៃរបស់គេមកចូលរួមដើម្បីជួយគ្រប់គ្រងប្រទេសខ្មែរយើងនេះកំពុងតែនៅក្នុងភាពមួយដ៏ល្អបំផុតដែលយើងពុំធ្លាប់មានទេអញ្ចឹងមានន័យថាពេលនេះគឺជាពេលដែលខ្ញុំត្រូវសូមអំពាវនាវឲ្យខ្មែរយើងទាំងអស់គ្នាយកកត្តាទី1នេះឯកភាពគ្នារួបរวมគ្នាដើម្បីស្វែងរកសន្តិភាពរួមជាមួយនឹងពួកបរទេសដែលគេបានមកចូលរួមជាមួយយើងទាំងអស់គ្នាអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាយើងគិតទៅថាយើងធ្វើនេះមិនមែនដើម្បីសងសឹកយើងធ្វើនេះមិនមែនដើម្បីប្រឆាំងគ្នាយើងធ្វើនេះមិនមែនដើម្បីរំលាយគ្នាយើងធ្វើនេះមិនមែនដើម្បីប្រយោជន៍បរទេសទេយើងធ្វើនេះដើម្បីប្រយោជន៍ប្រទេសជាតិជាធំគឺខ្មែរជាធំមិនមែនរឿងបុគ្គលជាធំទេ Unity does not mean forgetting the past and peace does not mean accepting injustice either. It means choosing life over bloodshed
and dialogues over destruction មានន័យថាការរួបរวมគ្នាវាមិនមែនមានន័យថាយើងបំភ្លេចរឿងអតីតកាលចោលទេរឿងអតីតកាលណែរឿងជូរចត់សុខបែបយ៉ាងយើងអត់ភ្លេចចោលទេតែពេលនេះកលៈទេសៈនេះយើងត្រូវតែរួមគ្នាមិនមែនមកបំបែកវងបំបែកអីដូចជាលោករាំងស៊ីដែលខំប្រឹងមកចូលដើម្បីឲ្យមានចលាចលវឹកវរនៅក្នុងសង្គមទៀតទេអរលោកស្រីខ្មែរទាំងអស់គ្នានឹងយល់ហើយថាតើយើងឯកភាពគ្នាបើសិនជាលោកសំរងស៊ីថាមករំលំរបបលោកហ៊ុនសែនចោលតើរឿងនេះដែលកំពុងតែស្និទ្ធស្នាលកំពុងតែគ្រប់គ្រងពីបរទេសយ៉ាងច្រើនកកកតើលោកចូលមកដើម្បីបំបែកឬក៏សម្រាប់ខ្មែរបន្តទៅទៀតគឺខ្ញុំចង់និយាយទៅលើសំរងស៊ីចង់បំរុងនឹងចូលមកប្រទេសខ្មែរដើម្បីមករំលំរបបលោកហ៊ុនសែនចោលនេះខ្ញុំសូមនិយាយថាមិនគួរទេហើយក៏មិនមែនទៅលើគណៈបកតែពីរនឹងដើម្បីដោះស្រាយប្រទេសដែរគណៈបកដ៏ច្រើនទៅទៀតហើយនឹងទាំងប្រសង់ទាំងគ្រប់សាសនាទាំងគ្រូបង្រៀនទាំងអាចារ្យទាំងប្រជាពលរដ្ឋតូចធំទាំងអស់រួមគ្នាទាំង NGO ទាំងអ្នកដែលស្រឡាញ់ជាតិទាំងគ្រប់ដែលទាំងខ្មែរក្រហមទាំងស្អីៗដែលបានចាក់ចេញពីគណៈបកឬក៏មិនធ្វើគណៈបកនេះយើងត្រូវរួមគ្នាតែមួយគឺយកជាតិជាធំហើយយើងធ្វើទាំងអស់គ្នារួមទាំងអស់គ្នាមិនប្រកាន់នយោបាយអ្នកណាគឺថានិន្នាការនយោបាយយើងអត់ប្រកាន់ទាល់តែសោះប៉ុន្តែពេលដែលយើងរួបរวมគ្នាកំពុងតែមានសន្តិភាពហើយកំពុងតែប្រជាពលរដ្ឋនៅក្រៅប្រទេសនិងអ្នកដឹកនាំនៅខាងក្រៅប្រទេសជាបរទេសបានមកចូលរួមជាពិសេសអាមេរិកមកច្រើនជាងគេហើយបានចូលរួមយ៉ាងច្រើនកកកទាំងលុយទាំងកាក់ទាំងមហូបទាំងអាហារអីច្រើនចឹងហើយបានថាការដែលយើងនាំគ្នាខ្ញុំអរគុណដល់អស់លោកស្រីដែលបានធ្វើបាតកម្មនាំគ្នាដើម្បីស្វែងរកដំណោះស្រាយដើម្បីឲ្យពិភពលោកឮដើម្បីឲ្យលោក Donald Trump គាត់បញ្ជាមកដើម្បីបញ្ឈប់អ្វីដែលជាអំពើខុសឆ្គងអ្វីជាអក្រិតកម្មប្រឆាំងមនុស្សជាតិអក្រិតកម្មឈ្លានពានអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រល័យពូជសាសន៍គឺថានឹងឲ្យបញ្ចប់ចាប់ពីថ្ងៃនេះទៅប៉ុន្តែមិនមែនមានន័យថាយើងពាក្យថានាំគ្នារួបរวมយើងនាំគ្នាបំភ្លេចអតីតកាលចោលមិនមែនទេបំភ្លេចអតីតកាលដើម្បីយកអយុត្តិធម៌មកអីមិនមែនទេយើងអត់បំភ្លេចទេត្រូវតែយកយុត្តិធម៌សន្តិភាពសេរីភាពនិងប្រជាធិបតេយ្យយកមកប្រើនៅពេលក្រោយតែកលៈទេសៈនេះគឺខ្មែរត្រូវរួបរวมគ្នាចាប់ដៃគ្នាកុំឆ្លោះគ្នាកុំប្រកែកគ្នាកុំប្រកាន់អញបអញអានោះចេះអានោះចុះហើយក៏យើងមិនត្រូវបំពេញនៅសិទ្ធិរបស់ម្នាក់ផ្សេងទៀតទេយើងអត់មានយកការគេហៅថាការសងគំនុំគ្នាទៅវិញទៅមកបានទេមិនធ្វើទេគឺយើងយកភាពអត់ធ្មត់ដោះស្រាយដើម្បីជាតិយើងមាតុភូមិយើងជាធំយកមកដោះស្រាយ